ជាបឋមសូមនមស្ការចំពោះបរតនត្រ័យទាំង3មានពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាសូមអនុមោទនាស្ដាប់ព្រះធម៌ទាំងអស់គ្នាថ្ងៃនេះមកចែករំលែកគឺធ្វើធម្មទានទាក់ទងនឹងការគោរពនៅក្នុងបញ្ញកិរិយាវត្ថុឬនិយមន័យអបជាយនៈដែលមានវិកហៈថាអបច្ចាយន្តិអេតេណាតិអបច្ចាយណੰជនទាំងឡាយរមែងធ្វើការគោរពអោនលំទោនដោយកុសលចេតនានោះព្រោះហេតុនោះធម្មជាតិនោះឈ្មោះថាអបច្ចាយនៈនៅត្រង់នៃត្រង់នេះគឺសំដៅដល់ការគោរពដោយចេតនាជាកុសលនិងជាបុណ្យម្យ៉ាងហើយការគោរពនោះមាន2យ៉ាងអបច្ចាយនៈមាន2ទី1ហៅថាសាមញ្ញអបច្ចាយនៈទី2ហៅថាវិសេសអបច្ចាយនៈសាមញ្ញអបច្ចាយនៈគឺការគោរពសាមញ្ញបានដល់ការគោរពមេត្តាបិតាគោរពគ្រូឧបជាឬមួយក៏គោរពត្រកូលរៀមច្បងនៃការគោរពដោយសាមញ្ញឯទី2នោះហៅថាវិសេសអបច្ចាយនៈគឺការគោរពដ៏ពិសេសគឺការគោរពព្រះសម្មាសម្ពុទ្ធគោរពព្រះធម៌គោរពព្រះសង្ឃនេះគឺជាការគោរពដ៏ពិសេសហើយតើដល់នឹងការគោរពនេះអាត្មានិទានរឿងមួយតើតើនឹងសត្វទីទុយកាលនោះសត្វទីទុយទុំនៅលើដើមឈើហ្នឹងព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ជាមួយនឹងព្រះអានន្ទសួរព្រះអានន្ទថាឃើញសត្វទីទុយនឹងទេតើសត្វទីទុយនឹងកំពុងធ្វើអីព្រះអានន្ទអត់ដឹងទេទៅព្រះសម្មាសម្ពុទ្ធក៏ត្រាស់នឹងព្រះអានន្ទថាគឺការគោរពចំពោះតថាគតហើយសត្វទីទុយនោះបន្ទូលទៅនៅក្នុងវត្តដាក់ក៏បានសេចក្តីសុខនៅក្នុងទេវលោកហើយក៏បានត្រាស់ជាព្រះបច្ចេកពុទ្ធមួយអង្គនេះតើតើនឹងការគោរពនឹងឯងហើយការគោរពនេះមានការគោរព3ទៀតទី1គឺគោរពបុគ្គលដែលមានគុណហៅថាគុណវុទ្ធិបានដល់សិលសមាធិបញ្ញាទី2គោរពបុគ្គលដែលមានវ័យចម្រើនដោយវ័យវយវុទ្ធិមួយទៀតការគោរពចេតវុទ្ធិហ្នឹងស្ដេចអីចឹងទៅ